បាទបងប្អូនអរគ្នាជារបៀបធ្វើបូមមកបាទធ្វើទៅឲ្យជីស្រួលបងប្អូនបាទនេះគឺជាក្បាត់បូមបាទហើយសំខាន់នេះគឺវាស្ទង់បូមបាទឥឡូវចាប់ដើមមកធ្វើរបស់គ្នាបាទនេះគឺជាវីដេអូ highlight ឲ្យបងប្អូនមើលនេះពីរបៀបធ្វើបូមបាទឥឡូវចាប់ដើមមើលទៅបាទបូមនេះគឺ clear ឃើញបងប្អូនបាទគឺជ្រាបអញ្ចឹងម៉ូតូមួយចំនួនខ្លះចាំម៉ូតូគាត់ដល់ដឹងថាបាទជ្រាបប្រេងមិនដឹងថាមកពីមូលហេតុអ្វីបាទឥឡូវចាប់ដើមមើលរបស់គ្នាបាទមូលហេតុគឺមកពី code first boom បាទ code first boom បណ្ដាលឲ្យជ្រាបនេះគឺជ្រាបតិចទេបាទដោយសារម៉ូតូខ្លះទៅជាប្រេងសើមចូលពេញបូមបាទអានឹងបណ្ដាលឲ្យខូចនៅដងបូមបងប្អូនកាលណាបងប្អូនទុកយូរពេកបណ្ដាលឲ្យខូចដងបូមអញ្ចឹងមុំឆាប់យកមកធ្វើគឺអត់មានខូចច្រើនទេបាទអញ្ចឹងជាងរុនផ្ដាយផ្ដាំទៅបងប្អូនដែលមានម៉ូតូសភាពបែបនេះគឺជ្រាបប្រេងនៅកន្លែងបូមហ្នឹងបាទន័យថាបូមហ្នឹងគឺខូចហើយបាទបូមហ្នឹងខូចហើយអញ្ចឹងឆាប់ប្រញាប់ឲ្យបងជាងធ្វើបាទដូរធ្វើថ្មីបាទកុំឲ្យទុកយូរទៅគឺបណ្ដាលឲ្យខូចច្រើនដល់លុយច្រើនហ្នឹងបងប្អូនបាទនិយាយលេងបងប្អូនបាទឥឡូវចាប់ដើមដោះនៅខាងមុខបាទដល់នៅក្រោមខាងមុខនេះដើម្បីយើងយកបាំងភុកចេញបាទបាំងភុកចេញគឺយើងធ្វើបូមហ្នឹងឲ្យបាត់ជ្រាបប្រេងវិញមូលហេតុដោយសារគាត់ជិះយូរទៅបណ្ដាលឲ្យខូចនៅ first boom បាទខូចនៅ first boom អញ្ចឹងយកមកឲ្យជាងរុនធ្វើឲ្យបាទជាងរុនក៏ចាប់ដើមធ្វើបណ្ដោយទៅបាទព្រោះទីហ្នឹងតនេអត់សូវមានការងារផងដែរត្រូវបាច់បណ្ដោយបងប្អូនបាទមើលសិតតែសំមុខពីពីងបាទសិតតែសំមុខពីពីងហើយធ្វើទៅគឺបងប្អូនអាចជ្រាបប្រេងបាទឃើញអត់បាទជ្រាបប្រេងខាងនេះមិនសូវជ្រាបបានទេបាទមកជ្រាបមិនមកជ្រាបច្រើនបាទហើយយើងចាប់ដើមបោះនៅពីពីងចេញស្អាតទៅណាបាទមុននឹងធ្វើយើងបោះចេញស្អាតសិនយើងត្រឡប់ចឹងណាបងប្អូនបាទត្រឡប់ទៅថាដូចមានអនាម័យឲ្យស្អាតចឹងបងប្អូនបាទឥឡូវយើងចាប់ដើមបោះឲ្យស្អាតចឹងមកបាទយើងដោះនៅព្រាបូមចេញដើម្បីយកទៅសើឡើងលើដោះខ្សៅបូមចេញដើម្បីប្រហូរប្រេងដូរហ្វឺតដូចធ្វើថ្មីបាទឥឡូវចាប់ដើមដោះចេញហើយបាទយើងទៅគាត់កណល់មួយកណល់ហ្នឹងក៏មានព្រាទុបពីលើដើម្បីការពារកុំឲ្យខ្ទេចកណល់ហ្នឹងចេញបាទកណល់ហ្នឹងក៏មានហ្វឺតសម្រាប់ទុបប្រេងផងដែរកាលណាបាត់កណល់ហ្នឹងគឺអត់មានអីទុបប្រេងទេបាទអត់មានអីទុបពសឿទេបាទឥឡូវចាប់ដើមកន្លែងនេះរៀងតឹងតិចបាទឥឡូវចេញមកហើយឥឡូវចាប់ដើមប្រហូរប្រេងបាទប្រហូរប្រេងចេញកន្លែងហ្នឹងបងប្អូនបាទកន្លែងប្រហូរប្រេងបងប្អូនខ្លះត្រូវការពេលនិយាយថាច្រើនពេកអាចប្រហូរតាមហ្នឹងបាទហើយយកខ្សែត្រឹងហ្នឹងបងប្អូនបាទដោះចេញណាតឹងនេះតឹងបងប្អូនបាទដោះចេញអញ្ចឹងត្រូវយកដងបូមចេញមកក្រៅតែពីរហ្នឹងឯងបាទព្រោះអីអត់សូវតែបានធ្វើអញ្ចឹងជាប់ខ្លាំងយើងដោះចេញទេបើដោះចេញអញ្ចឹងយើងត្រូវមានវិធីសាស្ត្រមួយទៀតបាទឲ្យតែមានសោសម្រាប់កែដោះខ្សែបូមដូចជាងរុនចេះដឹងតែដោះចេញណាបាទយើងយកដងបូមចេញមកក្រៅសិនបាទអត់ចេញពីបងប្អូនបាទគឺជាប់ខ្លាំងមែនតើចាប់ខ្លាំងតែឥឡូវយើងចាប់ដើមដោះចេញណាបាទយកចេញមកខាងក្រៅហើយយើងមានវិធីសាស្ត្រមួយទៀតសម្រាប់ក្នុងការយកខ្សែពីប្រហូរប្រេងចេញឥឡូវយកធ្វើម៉េចឲ្យតែដងបូមចុះមកក្រោមសិនណាបាទតឹងកន្លែងខ្សែខាងលើនេះតិចដោយសារយើងមូខ្សែខ្លាំងទៅគៀបបាទគៀបកន្លែងនេះតិចមកដល់ឲ្យរៀងតឹងតិចអត់អីទេប៉ុណ្ណេះបាទយើងអាចគោះចេញបានជាបញ្ហាទេបាទឥឡូវយើងយកបូមចេញមកក្រៅហើយយើងចាក់ប្រេងអស់សិនបាទចាក់ប្រេងអស់រួចហើយបាទយើងមានវិធីសាស្ត្រមួយសម្រាប់ចូលខ្សែខាងក្រោមចេញបានវិធីដូចខ្ញុំប្រាប់ជូនបងប្អូនមកគឺយើងកែសោទៅមកឃើញអត់បាទកែសោទៅមកដូចជាងរុនអញ្ចឹងបាទដាក់ឲ្យគ្រប់ជ្រុងយកមកឲ្យ6ជ្រុងយកមកដំចូលអញ្ចឹងមកមានអីទេបងប្អូនបាទយក apply ទៅបន្តិចយកមកបាទទុកមកជាប់មកយើងដំគោះយកមកបាទគូខ្លាំងតិចណាបាទគួរមានគូលេងលំអត់ទេដាក់ខ្លាំងកាលណាបងប្អូនគោះតិចវាអាចរីកខ្សែមិនដាក់ចេញទេបាទហើយខ្សែមួយនេះគឺដាក់ចេញទេបាទតើយើងផ្សារទៀតបាទដកចេញកើតដកតែដើមបំពូនទេបាទភាសាខាងនោះគឺជាប់ខ្លាំងពេកបងប្អូនជាប់ខ្លាំងពេកយើងមានវិធីសាស្ត្រផ្សេងគឺយើងយកទៅផ្សារហ្នឹងអាចដកចេញហើយបាទឥឡូវរួចរាល់ហើយបាទយើងយកអាហ្វឺតទុកដីចេញសិនបាទដើម្បីយើងយកហ្វឺតបាទហ្វឺតម្ដងនេះដូចខ្ញុំនិយាយថាមុនអញ្ចឹងបងប្អូនមកគ្នាបាទបងជាងខ្លាំងគឺយកអាហ្វឺតទុកដីចេញបងប្អូនបាទយកអាហ្វឺតទុកដីចេញក៏ដាក់អាហ្វឺតទុកប្រេងបាទជាមួយខ្ញុំឆ្កឹះឲ្យមើលបាទមកខ្ញុំគោះអាចចេញមើលបាទអាហ្វឺតដែលខ្ញុំកោះចេញមកក្រោយខ្ញុំកោះឲ្យមើលបាទអាហ្វឺតទុកប្រេងកន្លែងហ្នឹងគឺគាត់ដាក់ហ្វឺតពីរកន្លែងហ្នឹងក្រោយខ្ញុំអត់យល់ដែរបងប្អូនបាទនឹងគាត់គិតមិនហ្នឹងគេថាដាក់ពីរអញ្ចឹងហើយជាប់ហើយបាទជាប់ហើយអត់លេងទេថ្ងៃក្រោយទៅបាទចឹងគាត់មានកណិតកែច្នៃបណ្ឌិតរបស់គាត់យ៉ាងដែរបងប្អូនប៉ុន្តែអត់មានហ្វឺតសម្រាប់ទប់ការពារដីហ្នឹងបងប្អូនបាទកាលណាអត់មានហ្វឺតសម្រាប់ទប់ការពារដីទេវាអាចនឹងខូចដងបូមដែរបងប្អូនបាទឥឡូវយើងលាងសម្អាតឲ្យរួចរាល់អស់ហើយបាទនេះគឺជាប៊ីស្តុងបូមបាទហើយមួកណ្ដាលហ្នឹងហៅថាក្បាត់ហ្នឹងបងប្អូនបាទមួនឹងដាក់ចូលបងប្អូនត្រូវលួមើលសិនបាទបើដងបូមហ្នឹងដាក់ទៅលឡុងមកពីក្បាត់ហ្នឹងបាទលឡុងយើងត្រូវកែច្នៃទៅម៉េចឲ្យដាក់ទៅគឺមកអេមទាញទៅគឺស៊ឺអាហ្នឹងបាទថាបូមហ្នឹងអាចដំណើរការជិះទៅស្រួលបងប្អូនបាទមិនមែនចេះតែលាងស្អាតរួចរាល់ហើយដាក់ចូលទៅវិញអត់ទេបាទយើងត្រូវមើលក្បាត់នេះផងដែរបាទនេះឃើញបងប្អូនបាទយើងដាក់ទៅមិនឲ្យទៅបើលឺស៊ឺប៉ុណ្ណឹងដឹងតែអេមកជិះទៅដឹងតែស្រួលហើយបាទឃើញបងប្អូនយើងសាកទាំងពីរកំពុងមកសាកតែមួយណាបាទហើយមានដងបូមខ្លះដងអាយដាក់ទៅគឺអត់មានមើលតិចខ្សុយហើយបាទខ្សុយ
គឺអត់មាន slow bird អត់ទេបាទឥឡូវយើងចាប់ដើមលូរួចរាល់ហើយចាប់ដើមរៀបចំ